សូមស្វាគមន៍មកកាន់វីដេអូមេរៀនទូរស័ព្ទភាគ1មេរៀនទី12នៅក្នុងមេរៀនទី12នេះគឺផ្សារភ្ជាប់ជាមួយនឹងមេរៀនទី11ដែលសប្តាហ៍កាលពីមេរៀនទី11នេះគឺយើងបានរៀនផ្ទះដៃដល់ជួរទី3ហើយបាទអញ្ចឹងនៅពេលនេះខ្ញុំនឹងបង្ហាញឡើងវិញរបៀបផ្ទះដៃជួរទី1ទី2ទី3អមជាមួយនឹងឧបករណ៍បាទអញ្ចឹងយើងចាប់ផ្ដើមមកប៉ុន្តែមុននឹងចាប់ផ្ដើមខ្ញុំសូមដំណឹងទីថាតួខ្មៅគឺ1វិនាទីលេងហើយដល់ដង្ហើមចំណែកតួស2វិនាទីលេងហើយដល់2បាទបែបនេះខ្ញុំឥឡូវខ្ញុំសាកពីជួរទី1ដល់ជួរទី3តែម្ដង1 2 មីរេដូ2មីរេដូ2មីរេដូរេមីហ្វាស2ឡាស2ឡាស2បាទអញ្ចឹងតួសអាចលេងហើយយើងអានលេខ2ចឹងរហូតបាទហើយយើងបង្ហាញម្ដងទៀតរបៀបអានពីជួរទី1ដល់ជួរទី3តទៅទៀតយើងនឹងបង្ហាញពីរបៀបលេង1 2មីរេដូ2មីរេដូ2មីរេដូរេមីហ្វាស2ឡាស2ឡាស2បាទហើយខ្ញុំបង្ហាញពីរបៀបលេងម្ដងបាទមិនយើងចាត់ទុកថាយើងអនុវត្តនៅកន្លែងការងារឬថ្នាក់រៀនណាដល់ពេលកាន់ឧបករណ៍នេះយើងថាយើងកំពុងនៅផ្ទះហើយបាទអញ្ចឹងយើងសាកបាទលេងអ្វីដែលយើងចាំពីការអានបាទអញ្ចឹងអានអត់ចាំបាច់អញ្ចឹងជាបទតែអានធ្វើម៉េចឲ្យត្រូវច្បាប់កន្លែងណាយើងត្រូវដកដង្ហើមកន្លែងណាយើងត្រូវលេខ2បាទអញ្ចឹងបាទនេះខ្ញុំលេងពីជួរទី1ទី2ទី3ចូលគ្នា1 2មីរេដូ2មីរេដូ2មីសូមហាំដល់ទៀត1 2មីរេដូ2មីរេដូ2មីរេដូរេមីហ្វាស2ឡាស2បាទជាបន្តខ្ញុំសូមបង្ហាញពីរបៀបផ្ទះដៃជួរទី4បាទចុងក្រោយនៃបទបាទហើយនៅចាំវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញថាតើយើងលេងជួរទី1ទី2ទី3ទី4នេះចូលគ្នាយ៉ាងម៉េចបាទអញ្ចឹងយើងបានបែបនេះ1 2ឡាសហ្វាមីរេដូ2ឡាសហ្វាមីរេដូ2បាទខ្ញុំបង្ហាញ2ដងបាទខ្ញុំខ្ជិលរកឡើងវិញខ្ញុំបង្ហាញជាប់គ្នាតែម្ដងបាទអញ្ចឹងនៅផ្ទះសាកអនុវត្តអានតាមហ្នឹងហើយសាកលេងពីជួរទី1ទី2ទី3ទី4ខ្លួនឯងបាទនៅវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីរបៀបលេងទាំងពេញ4ឃ្លានេះតែម្ដង